មានកន្លែងមួយនៅលើផែនដីដែលសីតុណ្ហភាពអាចកើនលើ50អង្សាសេទៅតែរាល់ថ្ងៃនៅទីនោះខ្យល់ពុះពេញដោយស្មានពុលដីដែលមានពណ៌បៃតងលឿងទឹកក្រូចនិងក្រហមដូចជាភពផ្សេងហើយបឹងជាច្រើនមិនមែនជាបឹងដែលផ្ទុកដោយទឹកនោះទេប៉ុន្តែវាជាបឹងដែលផ្ទុកទៅដោយអាស៊ីតដែលមានសីតុណ្ហភាពក្តៅនិងពុះជានិច្ចមនុស្សជាច្រើនហៅកន្លែងនេះថានរកនៅលើផែនដីប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលជាងនេះទៅទៀតគឺនៅក្នុងកន្លែងដែលមនុស្សភាគច្រើនគិតថាមិនអាចរស់នៅបានបែរជាមានមនុស្សរស់នៅអស់រាប់ពាន់ឆ្នាំតើពួកគេអាចរស់នៅបានដោយរបៀបណាហេតុអ្វីបានជាផ្ទៃដីនៅទីនោះមានពណ៌ដូចជាភពអង្គារហើយហេតុអ្វីបានជាអ្នកវិទ្យាសាស្ត្រចាត់ទុកទីនេះថាជាកន្លែងមួយដែលអាចជួយស្វែងរកជីវិតនៅលើភពផ្សេងថ្ងៃនេះយើងនឹងធ្វើដំណើរទៅកាន់ Danakil Depression នៅក្នុងប្រទេសអេធីអូពីកន្លែងដែលធម្មជាតិបានបង្ហាញថាផែនដីរបស់យើងនៅតែមានអាថ៌កំបាំងជាច្រើនដែលមនុស្សមិនទាន់បានដឹងមកដល់ចំណុចនេះដែរខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe ក៏ដូចជា Comment រូបបេះដូងម្នាក់មួយដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបានក្នុងការផលិតវីដេអូថ្មីៗបន្តបន្ទាប់Danakil Depression ស្ថិតនៅភាគឦសាននៃប្រទេសអេធីអូពីជិតប្របន្ទល់ជាមួយនឹងប្រទេសអេរីត្រានិងជីបូទីនៅក្នុងតំបន់ដែលគេហៅថា Alpha Triangle ទីនេះមានផ្ទៃដីទាបជាងកម្រិតទឹកសមុទ្រប្រហែលជា125ម៉ែត្រដែលធ្វើឲ្យវាក្លាយជាចំណុចដែលទាបបំផុតមួយនៅទ្វីបអាហ្វ្រិកប៉ុន្តែអ្វីដែលធ្វើឲ្យ Danakil ល្បីល្បាញជាងគេមិនមែនដោយសារតែវាទាបនោះទេវាជាកន្លែងដែលមានសីតុណ្ហភាពមធ្យមប្រចាំឆ្នាំខ្ពស់បំផុតមួយនៅក្នុងពិភពលោកហើយនៅរដូវក្តៅសីតុណ្ហភាពអាចលើស50អង្សាសេភ្លៀងធ្លាក់នៅទីនេះមានតិចបំផុតហើយខ្យល់ក្តៅស្ងួតបានបក់ឆ្លងកាត់អំបិលនិងភ្នំអស់រាប់លានឆ្នាំនៅពេលដែលមើលពីលើអាកាស Danakil មិនស្រដៀងនឹងកន្លែងណាមួយនៅលើផែនដីនោះឡើយវាមានវាលអំបិលពណ៌សដ៏ធំល្វឹងល្វើយបឹងអាស៊ីតពណ៌បៃតងខ្ចីរន្ធភ្នំភ្លើងដែលកំពុងតែបញ្ចេញផ្សែងនិងផ្ទៃដីដែលមានពណ៌ចម្រុះដូចជាគំនូរដែលធម្មជាតិបានគូរឡើងទេសភាពនៅទីនោះគឺពិតជាស្រស់ស្អាតបំផុតប៉ុន្តែវាក៏មានគ្រោះថ្នាក់បំផុតផងដែរមនុស្សជាច្រើនបានទៅដល់ទីនោះបាននិយាយថាវាមានអារម្មណ៍ដូចជាកំពុងតែដើរនៅលើភពផ្សេងមិនមែនជាភពផែនដីយើងឡើយហើយនេះគ្រាន់តែការចាប់ផ្ដើមតែប៉ុណ្ណោះប្រសិនបើអ្នកគិតថា Danakil Depression គ្រាន់តែជាវាលខ្សាច់ដែលក្តៅធម្មតាអ្នកប្រហែលជាភ្ញាក់ផ្អើលព្រោះការពិតវាគឺជាកន្លែងមួយដែលបង្ហាញថាផែនដីកំពុងតែមានសកម្មភាពនិងផ្លាស់ប្ដូរគ្រប់ពេលវេលានៅក្រោមជើងរបស់អ្នកមិនមែនជាដីដែលរឹងនិងស្ងៀមស្ងាត់នោះទេប៉ុន្តែវាជាកម្លាំងដ៏មហិមាដែលកំពុងតែបំបែកទ្វីបអាហ្វ្រិកចេញពីគ្នាម្ដងបន្តិចDanakil ស្ថិតនៅក្នុងតំបន់ដែលអ្នកវិទ្យាសាស្ត្រហៅថា Alpha Triple Junction ដែលជាចំណុចដ៏កម្រមួយនៅលើពិភពលោកនៅទីនេះបន្ទះផែនដីធំៗចំនួន3គឺបន្ទះអាហ្វ្រិកបន្ទះស៊ូម៉ាលីនិងបន្ទះអារ៉ាប់ដែលកំពុងតែទាញចេញពីគ្នានៅក្នុងទិសដៅខុសៗគ្នាសាកស្រមៃថាអ្នកកំពុងតែទាញក្រណាត់មួយពី3ទិសដៅផ្សេងគ្នានៅពេលតែមួយមិនយូរប៉ុន្មានក្រណាត់នោះនឹងចាប់ផ្ដើមរហែកហើយរឿងដូចគ្នានេះកំពុងតែកើតឡើងនៅក្រោម Danakilបាតដីនៅ Danakil កំពុងតែប្រេះបែកយឺតប្រហែលជា2ទៅ3មីលីម៉ែត្រក្នុងមួយឆ្នាំទោះបីជាចលនានេះយឺតណាស់សម្រាប់មនុស្សក៏ដោយប៉ុន្តែនៅក្នុងរយៈពេលរាប់លានឆ្នាំវាអាចផ្លាស់ប្ដូរផែនទីពិភពលោកទាំងមូលអ្នកវិទ្យាសាស្ត្រជឿថាប្រសិនបើដំណើរការនេះបន្តទៀតអាហ្វ្រិកខាងកើតអាចនឹងបំបែកចេញជាទ្វីបធំហើយសមុទ្រថ្មីមួយអាចនឹងកើតឡើងនៅទីនេះក្នុងរយៈពេលរាប់លានឆ្នាំខាងមុខទៀតនេះមានន័យថា Danakil មិនមែនគ្រាន់តែជាកន្លែងបុរាណនោះទេប៉ុន្តែវាជាកន្លែងដែលយើងអាចមើលឃើញនៃការកកើតមហាសមុទ្រថ្មីមួយដែលកំពុងកើតឡើងនៅចំពោះមុខយើងប៉ុន្តែកម្លាំងនៅក្រោមដីមិនត្រឹមតែធ្វើឲ្យផែនដីប្រេះបែកតែប៉ុណ្ណោះទេវាក៏បញ្ជូនកម្ដៅយ៉ាងខ្លាំងពីជម្រៅផែនដីឡើងមកលើផ្ទៃដីដែលកម្ដៅទាំងនោះបង្កើតបានជាភ្នំភ្លើងរ៉ាស់ទឹកអាស៊ីតបំពង់ចំហាយក្តៅនិងប្រភពរ៉ែចម្រុះពណ៌ដែលធ្វើឲ្យ Danakil មើលទៅដូចជាភពអង្គារកន្លែងដែលល្បីបំផុតមួយនៅទីនេះគឺ Dalol នៅទីនោះទឹកក្តៅដែលសម្បូរទៅដោយសារធាតុស្ពនធរអំបិលនិងសារធាតុរ៉ែផ្សេងៗទៀតដែលហូរចេញពីក្រោមដីហើយបង្កើតបានជាបឹងនិងអាងតូចៗដែលមានពណ៌លឿងបៃតងទឹកក្រូចនិងពណ៌ខៀវពណ៌ទាំងនេះមិនមែនជាពណ៌ដែលមនុស្សលាបឡើយវាជាស្នាដៃរបស់ធម្មជាតិដែលចំណាយពេលវេលាអស់រាប់លានឆ្នាំដើម្បីបង្កើតវាឡើងប៉ុន្តែភាពស្រស់ស្អាតទាំងនេះមានគ្រោះថ្នាក់លាក់នៅក្នុងនោះបឹងខ្លះមានជាតិអាស៊ីតខ្លាំងនិងសីតុណ្ហភាពខ្ពស់ល្មមដែលអាចបង្ករបួសប្រសិនបើយើងប៉ះពាល់ដោយផ្ទាល់ចំហាយក្តៅដែលហុយចេញពីក្នុងដីក៏ដូចជាភ្នំវាអាចផ្ទុកឧស្ម័នពុលដែលប៉ះពាល់ដល់ការដកដង្ហើមរបស់មនុស្សនេះហើយជាមូលហេតុដែល Danakil ត្រូវបានគេចាត់ទុកថាជាមានទីពិសោធន៍ធម្មជាតិដ៏ធំបំផុតមួយនៅលើពិភពលោកអ្នកភូតកវិទូអ្នកជីវវិទូនិងអ្នកវិទ្យាសាស្ត្រអវកាសមកពីប្រទេសជាច្រើនបានមកទីនេះដើម្បីសិក្សាអំពីអតីតកាលបច្ចុប្បន្ននិងអនាគតរបស់ផែនដីប៉ុន្តែទោះបីជាអ្នកវិទ្យាសាស្ត្រយល់ដឹងកាន់តែច្រើនអំពីការកកើតរបស់ Danakil ក៏ដោយក៏ពួកគេនៅតែមិនអាចពន្យល់បានគ្រប់គ្រាន់ពីអាថ៌កំបាំងដែលលាក់ខ្លួននៅទីនោះសូមស្រមៃថាអ្នកកំពុងតែឈរនៅកណ្ដាលវាលអំបិលដែលលាតសន្ធឹងរហូតដល់ជើងមេឃមានដើមឈើមានម្លប់មានទន្លេ
ឬបឹងទឹកសាបឲ្យអ្នកផឹកឡើយព្រះអាទិត្យកំពុងតែចាំងត្រង់ពីលើក្បាលរបស់អ្នកកម្ដៅប៉ះផ្ទាល់ទៅនឹងផ្ទៃដីខ្យល់បក់នាំមកនូវចំហាយភ្លើងដ៏ក្ដៅនៅទីនេះសីតុណ្ហភាពនៅពេលថ្ងៃអាចឡើងលើស50អង្សាសេនៅរដូវក្ដៅប៉ុន្តែកម្ដៅមិនមែនជាសត្រូវតែមួយនោះទេរលជំហានអាចនាំអ្នកទៅកាន់កន្លែងដែលពោរពេញទៅដោយស្មានពុលនៅជុំវិញតំបន់ដាឡុលចំហាយក្ដៅនៅតែបន្តហុយឡើងពីក្នុងដីវាមានឧស្ម័នស្ប៉ុនធ័រនិងឧស្ម័នផ្សេងៗទៀតដែលអាចធ្វើឲ្យពិបាកក្នុងការដកដង្ហើមនៅទីនោះមានក្លិនដ៏អាក្រក់ដែលក្លិននោះស្រដៀងទៅនឹងសុទ្ធរលួយដែលមានលក្ខណៈស្អុយខ្លាំងដែលមនុស្សជាច្រើនមិនអាចនៅបានបឹងតូចៗដែលមើលទៅស្រស់ស្អាតវាអាចជាអន្ទាក់ដល់គ្រោះថ្នាក់បឹងពណ៌បេតុងឬពណ៌លឿងមើលទៅវាស្រស់ស្អាតប៉ុន្តែវាសម្បូរទៅដោយអាស៊ីតនិងសារធាតុរ៉ែដែលមានកំហាប់ខ្ពស់នៅកន្លែងខ្លះមានទឹកជាច្រើនដែលកំពុងតែពុះពីក្រោមដីអ្នកជំនាញដែលមកទីនេះមិនដែលដើរដោយគ្មានមគ្គុទ្ទេសក៍នៅក្នុងតំបន់ឡើយព្រោះផ្ទៃដីខ្លះមើលទៅដូចជារឹងមាំប៉ុន្តែនៅខាងក្រោមនោះអាចជាភក់ក្តៅឬអាងអាស៊ីតដែលយើងមិនអាចមើលឃើញហើយគ្រោះថ្នាក់មួយទៀតគឺជាការខ្វះទឹកនៅក្នុងកន្លែងដែលក្តៅបំផុតមួយនៅលើផែនដីរាងកាយរបស់មនុស្សបាត់បង់សារធាតុទឹកយ៉ាងឆាប់រហ័សបើសិនបើអ្នកមិនផឹកទឹកបានគ្រប់គ្រាន់នោះទេអ្នកអាចនឹងខ្សោះជាតិទឹកក្នុងរយៈពេលដ៏ខ្លីហើយដូច្នេះហើយអ្នកធ្វើដំណើរត្រូវយកទឹកជាច្រើនលីត្រទៅតាមខ្លួនប៉ុន្តែទោះបីជាមានគ្រោះថ្នាក់ច្រើនបែបនេះក៏ដោយក៏នៅតែមានមនុស្សរស់នៅទីនេះពួកគេមិនមានម៉ាស៊ីនត្រជាក់បច្ចេកវិទ្យាទំនើបហើយក៏មិនបានចាកចេញពីតំបន់កំណើតរបស់ពួកគេដែរអស់រយៈពេលរាប់រយឆ្នាំប្រជាជនអាហ្វាបានរៀនរស់នៅជាមួយនឹងកម្ដៅរៀនរស់នៅជាមួយនឹងការខ្វះទឹកហើយរៀនរស់នៅជាមួយនឹងធម្មជាតិដែលមនុស្សភាគច្រើនមិនអាចទ្រាំបានសម្រាប់ពួកគេ Danakil មិនមែនជាឋានរូបនោះទេដែលវាគឺជាផ្ទះរបស់ពួកគេប៉ុន្តែអ្វីដែលធ្វើឲ្យ Danakil ល្បីល្បាញមិនមែនមានតែកម្ដៅមួយមុខនោះទេអ្នកវិទ្យាសាស្ត្របានរកឃើញរឿងមួយដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនៅក្នុងបឹងអាស៊ីតដែលមនុស្សគិតថាគ្មានអ្វីដែលអាចរស់នៅបានប៉ុន្តែគេគិតថាប្រហែលជាអាចមានជីវិតខ្លះរស់នៅទីនោះតើវាអាចទៅរួចដែរឬទេដែលកន្លែងនេះកំពុងផ្ទុកអាចកំបាំងដែលអាចជួយមនុស្សឲ្យស្វែងរកជីវិតនៅលើភពអង្គារនៅពេលដែលមនុស្សភាគច្រើនមើលឃើញ Danakil Depression ពួកគេគិតថាវាគ្រាន់តែជាវាលក្តៅនិងស្ងួតប៉ុន្តែសម្រាប់អ្នកវិទ្យាសាស្ត្រទីនេះគឺដូចជាសៀវភៅមួយដែលមិនទាន់មានណាអាចអានចប់រាល់ជំហានអាចនាំអ្នកទៅរកការរកឃើញអ្វីដែលថ្មីមួយហើយការរកឃើញខ្លះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលអត្ថកម្បាំងទី1តើអាចមានជីវិតក្នុងបឹងអាស៊ីតដែរឬទេជាច្រើនឆ្នាំមកហើយមនុស្សភាគច្រើនជឿថាកន្លែងដែលក្តៅខ្លាំងពោរពេញដោយអាស៊ីតនិងអំបិលមិនអាចមានសត្វណាឬរុក្ខជាតិរស់នៅបានឡើយប៉ុន្តែនៅពេលដែលអ្នកវិទ្យាសាស្ត្រយកសំណាក់ពីតំបន់ដាឡុលពួកគេបានរកឃើញសារធាតុដែលស្រដៀងនឹងអតិសង្គមប្រាណការរកឃើញនេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រចាប់ផ្ដើមសួរខ្លួនឯងប្រសិនបើជីវិតអាចរស់នៅទីនេះបានតើវាអាចរស់នៅលើពិភពផ្សេងបានដែរឬទេប៉ុន្តែការសិក្សាបន្តបង្ហាញថាបឹងខ្លះអាចមានសភាពអាក្រក់ខ្លាំងពេករហូតសូម្បីតែសង្គមប្រាណក៏មិនអាចរស់នៅបានដែរការពិតអ្នកវិទ្យាសាស្ត្រនៅតែបន្តសិក្សាពីតំបន់នេះនៅតែមានការជជែកគ្នាអំពីកន្លែងណាខ្លះពិតជាមានជីវិតកន្លែងណាខ្លះមានជីវិតរស់នៅអាចកំបាំងទី2ហេតុអ្វីបានជាដីមានពណ៌ដូចជាភពអង្គារដីនៅទីនោះមានពណ៌បៃតងពណ៌លឿងទឹកក្រូចនិងពណ៌ក្រហមពណ៌ទាំងនេះមើលទៅដូចជាគ្មាននរណាម្នាក់យកថ្នាំមកចាក់លើដីឡើយទឹកក្តៅដែលហូរចេញពីក្រោមដីនាំយកស្ពាន់ធ័រដែកអំបិលនិងរ៉ែជាច្រើនប្រភេទមកជាមួយនៅពេលដែលសារធាតុទាំងនេះប៉ះនឹងខ្យល់វាក៏ចាប់ផ្ដើមប្រែពណ៌បង្កើតបានជាទិដ្ឋភាពដែលគ្មានអ្នកណាអាចគូបាននេះហើយគឺជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រតែងតែយក Danakil ទៅប្រៀបជាមួយនឹងភពអង្គារអាចកំបាំងទី3ហើយអ្វីបានជា NASA ចាប់អារម្មណ៍កន្លែងនេះមុនពេលដែលបញ្ជូនយានអវកាសទៅភពអង្គារអ្នកវិទ្យាសាស្ត្រត្រូវការកន្លែងមួយនៅលើផែនដីដែលមានបរិយាកាសស្រដៀងគ្នា Danakil គឺជាជម្រើសដ៏ល្អបំផុតមួយនៅទីនេះមានកម្ដៅខ្លាំងមានអំបិលខ្ពស់មានអាស៊ីតមានដីដែលស្ទើរតែគ្មានជីវិតការសិក្សាទីនេះអាចជួយអ្នកវិទ្យាសាស្ត្រយល់ថាប្រសិនបើមានជីវិតនៅលើភពអង្គារវានឹងមានរូបភាពបែបណាការពិត Danakil Depression គឺជាកន្លែងសិក្សាដ៏សំខាន់សម្រាប់អ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវអំពីជីវិតនៅក្នុងបរិស្ថានដ៏អាក្រក់ទ្រឹស្ដីមួយចំនួនជឿថាប្រសិនបើជីវិតអាចកើតមាននៅ Danakil នោះជីវិតក៏អាចកើតមាននៅភពផ្សេងបានដែរប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានថាមានជីវិតរស់នៅលើភពអង្គារឡើយហើយនោះក៏ជាមូលហេតុដែលការស្រាវជ្រាវនៅតែបន្តប៉ុន្តែរឿងដ៏អស្ចារ្យបំផុតមិនទាន់ចប់នោះទេនៅក្នុងកន្លែងដែលក្តៅខ្លាំងពោរពេញទៅដោយអាស៊ីតនិងគ្រោះថ្នាក់មនុស្សគិតថាគ្មានសត្វរស់នៅបានឡើយប៉ុន្តែធម្មជាតិតែងតែធ្វើយើងមានការភ្ញាក់ផ្អើលដែលនៅផ្នែកបន្ទាប់អ្នកនឹងទទួលស្គាល់ពីសត្វតូចៗនិងអតិសង្គមប្រាណនិងប្រជាជនអាហ្វាដែលរស់នៅក្នុងកន្លែងដែលមនុស្សជាច្រើនហៅថាឋានរូបរបស់ផែនដី